រៀបសួរនាងខ្ញុំលីណាជាមួយនឹងវិជ្ជការតំណាងឲ្យ Labo Inceptan នៃក្រុមហ៊ុន Bell Health នៅក្នុងថ្ងៃនេះដែរនាងខ្ញុំមានការសូមបណ្ដុះសប្បាយរីករាយមែនទែនដែលបានចូលរួមនៅក្នុងសមាគមទឹកនោមផ្អែមហើយមែនទែនទៅពីនាងខ្ញុំផ្ទាល់ក៏ដូចជាក្រុមហ៊ុនចង់ឲ្យមានកម្មវិធីបែបហ្នឹងជារៀងរាល់ឆ្នាំហើយចង់ឲ្យមានការ develop កាន់តែល្អទៅដើម្បីអីឲ្យប្រជាជនក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ថាតើទឹកនោមផ្អែមមានសារៈសំខាន់ប៉ុណ្ណាយើងត្រូវការពារមិនយើងត្រូវព្យាបាលមិនដើម្បីឲ្យពួកគាត់ទទួលបាននៅចំណេះដឹងទាំងអស់ហ្នឹងនាងខ្ញុំឈ្មោះមេឡានីតំណាងឲ្យក្រុមហ៊ុន Telfa ដែលបានចូលរួមកម្មវិធីរបស់សមាគមទឹកនោមផ្អែមនិងបច្ចេកវិទ្យាលើកទី3នៅក្នុងថ្ងៃនេះ Telfa គឺជាក្រុមហ៊ុនមួយដែលឈរជើងនៅលើទីផ្សាររបស់កម្ពុជារយៈពេលជិត20ឆ្នាំហើយថ្ងៃនេះផងដែរក្រុមហ៊ុនមានកិត្តិយសជាខ្លាំងដែលបានចូលរួមជាផ្នែកមួយរបស់សមាគមដើម្បីចែករំលែកនៅចំណេះដឹងក៏ដូចជាបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធជាមួយជំងឺទឹកនោមផ្អែម We are extremely happy today to be part of the great conference cadet led by Professor Som Satha, who is the president of cadet, and we are thankful to the entire members of the cadet. Another thing I would like to share, with the support of cadet, we could launch the first ever GLP-1 agonist ថ្ងៃនេះផងដែរខ្ញុំក៏មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមនៅក្នុងកម្មវិធីលើកទី3នៃសមាគម Cadet នៅក្នុងប្រទេសកម្ពុជាសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំបាទសំណូមពរដល់សមាគមឲ្យមានការបង្កើតកម្មវិធីនេះអាចមួយឆ្នាំ2ដងទៅដើម្បីចែករំលែកនៅបទពិសោធន៍ឬក៏តាក់ទងជាមួយទៅនឹងបច្ចេកវិទ្យាថ្មីៗមក share ជាបទពិសោធន៍ជូនទៅដល់លោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងប្រទេសកម្ពុជាបាទ I would say the credit goes to such kind of big organizations like Cadet and other medical associations who are consistently working to increase the awareness of the medical knowledge and creating awareness among the medical doctors and the community as well. ខ្ញុំតំណាងឲ្យក្រុមហ៊ុនសាខេមគឺជាកម្មវិធីដ៏អស្ចារ្យមួយសម្រាប់កម្មវិធីដែលសម្រាប់តកតងទៅនឹងការងារព្យាបាលទឹកនោមផ្អែមពិសេសហើយយល់ដឹងពីចំណេះដឹងនៅទឹកនោមផ្អែមទាំងអស់នៅទូទាំងប្រទេសហើយក៏ឈានដល់ការចំណេះដឹងបត់បែបបត់ថ្មីសម្រាប់ពិភពលោកដែរក្នុងថ្ងៃនេះយើងឃើញថាមានការចូលរួមពីសមាជិករបស់ខាងគណៈគ្រូពេទ្យក៏ដូចជាការបញ្ចូលគ្នាជាមួយនឹងឯកទេសជាច្រើនដែលធ្វើឲ្យមានការវិវត្តទៅលើវិស័យវិទ្យាសាស្ត្ររបស់យើងនាថ្ងៃអនាគតផងដែរហើយតកតងជាមួយនឹងខាងក្រុមហ៊ុនក៏យើងឃើញថាការរៀបចំហ្នឹងក៏បានល្អផងដែរខ្ញុំណារីនិងវលៈតំណាងឲ្យ Labo Inceptan ពិតជាមានក្តីសោមនស្សរីករាយជាខ្លាំងហើយនឹងទទួលបាននៅចំណេះដឹងថ្មីពីខាងសមាគមដែលអាប់ដេតជារៀងរាល់ឆ្នាំ Cadet ឆ្នាំនេះបើសិនជាប្រៀបធៀបជាមួយនឹង Cadet កន្លងទៅខ្ញុំសង្កេតឃើញថាគឺមានលក្ខណៈធំជាងមុនរួមបញ្ចូលទាំងការរៀបចំការចាត់ចែងនៃវូតឬក៏តង់នីមួយៗអ្វីដែលខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងហ្នឹងគឺដោយសារកម្មវិធីនេះគឺគេផ្ដល់ចំណេះដឹងច្រើនមែនតើតកតងជាមួយនឹងការព្យាបាលជំងឺទឹកនោមផ្អែមហើយគេមានបច្ចេកវិទ្យាទំនើបៗនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែម